bong đang thay chấm nút lan để phở bù xì nữa ai không có phảiประมาณ lan đấy ឡាននៅស្រុកខ្មែរសម្រាប់ឡានប្រើប៊ូស៊ីគឺឡានប្រើសាំងអញ្ចឹងខ្ទង់ជាជិត1លានគ្រឿង ជិត1លានគ្រឿង ជិត1លានគ្រឿង នឹងតំណែងនឹងបានមកពីណា ទិន្នន័យពីក្រសួងសាធារណការ ពីក្រសួងសាធារណការឆ្នាំ2000មែន ឆ្នាំ2025 26 2025 តែបញ្ចប់2026ឯងគាត់នៅគេគិតគម្លាតពី25ដល់26អញ្ចឹងណា អូខេអញ្ចឹង1លានគ្រឿង ជិត1លានបើគិតតួលេខជាក់លាក់ក្រសួងគេចេញផ្សាយគឺ750000ទៅ80000គ្រឿងអាហ្នឹងឡានប្រើសាំង ឡានប្រើសាំង ចាស់ថ្មីទាំងអស់ឡានប្រើសាំងទិន្នន័យដែលបានចុះបញ្ជីក្នុងក្រសួងតែជាក់ស្ដែងវាលើសហ្នឹងដោយសារឡានកិច្ចពន្ធច្រើន អូ ឡានកាត់តឡានអត់ពន្ធឡានអីហ្នឹងមានច្រើនដែរ ចឹងលំបាកខ្ទង់1លានគ្រឿង ដឹងថាប្រហែល1លានប្រហែល1លាន ប៉ុន្តែឡានទាំងអស់ហ្នឹងសោះឡានប្រើសាំងប្រើប៊ូស៊ី ប្រើសាំងប្រើប៊ូស៊ីអញ្ចឹងជាទូទៅអានេះយើងនិយាយរឿងអត់គិតជាថ្ងៃយើងគិតជាខែយើងគិតជាឆ្នាំវិញក្នុងមួយខែក្នុងមួយឆ្នាំតើអាចមួយខែហ្នឹងដូរប៊ូស៊ីប្រហែលខ្ទង់ប្រមាណ10000គ្រឿង បើយើងគិតបើសិនជាឡានថ្មីចន្លោះពី3ទៅ5ឆ្នាំបានគេដូរប៊ូស៊ីហ្នឹងសម្រាប់ឡានថ្មីណា បាទ តែបើឡានចាស់ប៊ូស៊ីដូរប្រភេទប៊ូស៊ីកូពីឬក៏ឡានចាស់វាឡើងប្រេងជ្រាបប្រេងច្រើនជាទូទៅចន្លោះពី1ឆ្នាំទៅ2ឆ្នាំគឺត្រូវដូរប៊ូស៊ីអញ្ចឹងបើយើងគិតសាមូលយក2ឆ្នាំបូកនឹង4វាឡើង6អញ្ចឹង6ចាញ់2នេះថា3ឆ្នាំ បាទ អញ្ចឹងគិតជាមធ្យមគឺ3ឆ្នាំត្រូវដូរប៊ូស៊ីអាហ្នឹងយើងយកតួលេខតិចបូកតួលេខច្រើនចែកពី2អញ្ចឹងគឺចន្លោះ3ឆ្នាំគឺយើងត្រូវដូរប៊ូស៊ីអញ្ចឹងហើយយើងដូរប៊ូស៊ីមានន័យថាទាំងជិត1លានគ្រឿងហ្នឹងគឺត្រូវដូរប៊ូស៊ីអញ្ចឹង3ឆ្នាំដូរប៊ូស៊ីអស់1លានគ្រឿងស្មើនឹង1លានឈុតអញ្ចឹង1លានឈុតចែក3មកវាខ្ទង់300,000គ្រឿងអញ្ចឹងវា300,000គ្រឿងក្នុងមួយឆ្នាំដូរប៊ូស៊ីស្មើនឹង300,000ឈុតអញ្ចឹងយើងត្រូវរជាចំនួនខែវិញទៀត បាទ ចំនួនខែគឺយក300,000គ្រឿងនេះចែកនឹង12ខែអញ្ចឹងក្នុងមួយខែត្រូវដូរប៊ូស៊ីស្រុកឡានទាំងអស់គឺ27000គ្រឿង ចុះបើគិតជាលុយវិញប្រហែលប្រមាណ បើគិតជាលុយ27000គ្រឿងយើងវាយ$32ចុះ$30ចុះ យើងយកចេះជាទូទៅអ្នកដូរចន្លោះពី25ទៅ$50គេដូរ20ទៅ50អញ្ចឹងយើងយក50បូកនឹង20មកមាញ់27700គ្រឿងអញ្ចឹង50បូកនឹង20ចែក2អញ្ចឹងន័យថាតម្លៃក្នុងចន្លោះ30ឬក៏35នឹងថា35ជិះគុណនឹង27700គ្រឿងអញ្ចឹងក្នុងមួយខែមកប្រទេសហ្មងចំណាយលុយជិត$1លានក៏ដូរប៊ូស៊ី អញ្ចឹងជិត$1លានគាត់តែចំណាយទៅលើប៊ូស៊ីប៉ុន្តែប៊ូស៊ីបើយើងយកដូរវិញយើងអត់ដូរវិញយើងអត់ដូរទេមិនថាយើងទុកចិត្តទីកធៈគិតញាក់ញ័រហ្នឹង ខាតជាងយើងដូរប៊ូស៊ីព្រោះប៊ូស៊ីសាំងច្រើនអញ្ចឹងវីដេអូនេះយើងចែករំលែកចំណេះដឹងទូទៅឯងគាត់ថាប៊ូស៊ីតម្លៃវាតែខ្ទង់ចន្លោះ35ទេក្នុងគ្រឿង បាទ$35និយាយបានមួយកេះឯងតែបើយើងប្រៀបធៀបយើងជិះរាល់ថ្ងៃយើងប្រើរាល់ថ្ងៃ100គីឡូវាស៊ីអត់ប្រហែលលីត្រ100គីឡូបើនិយាយពី Toyota Prius ចុះស្រួល Toyota Prius វាស៊ី5លីត្រ100គីឡូអញ្ចឹងបើសិនជាយើងអត់ដូរប៊ូស៊ីជិះញាក់ញ័រម៉ាស៊ីនជន់ស្ពឹកធ្វើឲ្យស៊ីសាំងច្រើនវាឡើង6ទៅ7លីត្រ6ទៅ7លីត្រ បាទ អញ្ចឹងកម្រិត2ទៅ3លីត្រ 2លីត្រ1លីត្រទៅ2លីត្របងណាអញ្ចឹងយកចំនួន2លីត្រហ្នឹងគុណចំនួន30ថ្ងៃទៅឃើញប្រមាណហើយគុណនឹងមួយឆ្នាំទៅតើយើងខាតប្រមាណ2លីត្រគុណនឹង30ថ្ងៃវា60លីត្របើសិនយើងជិះរាល់ថ្ងៃបាទអញ្ចឹងយើងត្រូវខាតអស់60លីត្រ60លីត្របាទអញ្ចឹងគុណចំនួនឆ្នាំទៅឃើញទេ365ថ្ងៃគុណជាមួយនឹង3អញ្ចឹងវា21900លីត្រជាងគុណ1លីត្រ1ឡា$20000បាទហ្នឹងយើងជិះរាល់ថ្ងៃបាទហើយយើងគុណ1លានគ្រឿងទៅគុណប្រហែល1000គ្រឿងទៅមួយខែយើងគុណអានេះគិតជាឆ្នាំមិញគិតជាខែមិនហ្នឹងមិញហ៎អញ្ចឹង2លីត្រគុណនឹង30ថ្ងៃវា60លីត្រគុណនឹងមួយខែវា
ឡាន 27,700 គ្រឿងគាត់តែចំណាយសាំង $1,60,000 មួយខែ បាទ អញ្ចឹងតិចថាយើងអ្នកលក់បូស៊ីយើងជាអ្នកដែលប្រឹក្សាយោបល់ផ្នែកបូស៊ីយើងគិតថាវាគ្មានរួមចំណែកអីសោះតែពិតយើងរួមចំណែកក្នុងសង្គមច្រើនដែរយើងបានបោះល្អដល់គាត់បានទាំងចំណេះដឹងពីហិរញ្ញវត្ថុបានផលប្រយោជន៍របស់គាត់ទៅច្រើនសម្រាប់គ្រួសារមួយបើសិនជាគាត់ប្រើខាងឡានហ្នឹងណា បាទ អញ្ចឹងមិនមែនរឿងលេងសើចទេ